នៅក្បែរមនុស្សបែបណាអ្នកនឹងខ្លាចជាមនុស្សបែបនោះតែអ្នកទាំងអស់គ្នាជឿលើពាក្យនេះអត់គេផ្សេងខ្ញុំមិនដឹងទេតែសម្រាប់ខ្ញុំពាក្យមួយឃ្លាហ្នឹងវាពិតជាអត់ខុសមែនឆ្លងកាត់បទពិសោធន៍ផ្ទាល់ហើយក៏ឃើញផ្ទាល់ដែររាប់អានមនុស្សផឹកចេះផឹករាប់អានមនុស្សចូលចិត្តដើរលេងដើររហូតអ្នកខ្លះទៀតនិយាយថាបើយើងមិនចង់ក៏គ្មានណាមកអូកយើងបានដែរស្ដាប់ទៅពាក្យនេះក៏ត្រូវចុះបើអានេះក៏ត្រូវអានោះក៏ត្រូវចុះឲ្យជឿមួយណាកាយរៀនថ្លឹងថ្លែងនិងពិចារណានៅលើលោកនេះគ្មានណាខុសណាត្រូវទេតែយើងខ្លួនឯងតែម្នាក់គត់ជាអ្នកកំណត់ថាទង្វើយើងខុសឬត្រូវយើងរាប់អានគ្នាមិនស្រឡឹងលើផលប្រយោជន៍ទេតែយើងក៏ត្រូវរាប់អានឲ្យត្រូវមនុស្សដែរចុះធ្វើម៉េចដឹងថាម្នាក់នឹងល្អឬអាក្រក់ចម្លើយគឺសួរខ្លួនឯងរាប់អានម្នាក់នឹងហើយជីវិតយើងជួបសុខច្រើនជាងឬជួបទុក្ខច្រើនជាងជួបសុខមិនស្ដៅទៅលើផលប្រយោជន៍មួយមុខទេតែស្ដៅលើគ្រប់យ៉ាងក្តីសុខផ្លូវចិត្តផ្លូវកាយនិងជីវភាពផងដែរបើរាប់គ្នាហើយតែផ្លូវចិត្តអត់ស្ងប់ហើយហត់នឿយទាំងផ្លូវកាយខាតពេលវេលាលងលុយកាក់ទៀតនោះសួរតែខំម៉េះសบายអត់ធ្វើចឹងច្បាស់អត់តែទៅមុខរួចត្រូវចាំបើទៅមុខគ្មានគោលដៅឈប់ភ្លាមយើងអាចចាំពេលវេលាបានតែពេលវេលាអត់ចាំយើងទេអញ្ចឹងកុំចំណាយពេលអត់ប្រយោជន៍ទៀត